សយានដ្ឋានអន្តរជាតិដេជោអាចតាក់ទាញភ្ញៀវអន្តរជាតិមកពីគ្រប់ទិសទីដើម្បីអញ្ជើញទស្សនាប្រទេសកម្ពុជាខណៈប្រលានយន្តហោះថ្មីនេះសម្រេចបាន 95% ប្រសាសន៍ប្រាប់របស់ក្រុមអ្នកសារព័ត៌មានក្រោយចប់ដំណើរទស្សនកិច្ចដើម្បីពិនិត្យវឌ្ឍនភាពប្រលានយន្តហោះអន្តរជាតិដេជោនៅថ្ងៃទី 19 ខែមិនិនាឆ្នាំ 2025 នេះឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរបានលើកឡើងថាសមិទ្ធផលដ៏អស្ចារ្យនេះពិតជារួមចំណែកបានជាតម្លៃបន្ថែមសំខាន់ណាស់សម្រាប់កេរ្តិ៍ឈ្មោះសម្រាប់កិត្តិនាមព្រះរាជាណាចក្រកម្ពុជាជាតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចកម្ពុជាជាតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរកម្ពុជាមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបង្ហាញជំនឿជឿជាក់ថានៅក្នុងឆ្នាំ 2030 ខាងមុខនេះតាមរយៈអាកាសយានដ្ឋានអន្តរជាតិដេជោអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកពីគ្រប់ទិសទីដើម្បីអញ្ជើញទស្សនាប្រទេសកម្ពុជាខណៈប្រលានយន្តហោះថ្មីនេះសម្រាប់ការសាងសង់ប្រមាណជាង 95% និងក្រុងដាក់ឲ្យដំណើរការនាខែកក្កដាខាងមុខនេះឯកឧត្តមបានបន្តថាបើនិយាយដល់ភ្ញៀវទេសចរគឺមិនអាចកាត់ផ្ដាច់បានពីការធ្វើដំណើរតាមផ្លូវអាកាសពីព្រោះថាបើទេសចរជាតិរបស់យើងអាចធ្វើដំណើរបាននៅក្នុងស្រុកតាមគ្រប់មធ្យោបាយគឺដូចជាផ្លូវទឹកផ្លូវគោកជាដើមប៉ុន្តែភ្ញៀវទេសចរអន្តរជាតិដែលចូលមកប្រទេសកម្ពុជាត្រូវការមកតាមយន្តហោះនាវាផ្លូវទឹកនិងតាមរយៈផ្លូវគោកក្នុងនោះដែរមានលក្ខណៈងាយស្រួលបំផុតគឺតាមរយៈផ្លូវអាកាសដូច្នេះការបង្កើតគម្រោងប្រលានយន្តហោះអន្តរជាតិថ្មីនេះឡើងលំដាប់ 4F ដែលអាចអនុញ្ញាតឲ្យយន្តហោះខ្នាតធំចុះចតបានដូចជាប្រភេទ Airbus A380 និងប្រភេទ Boeing 747នឹងទទួលអ្នកដំណើរបានរហូតទៅដល់ 14 លាននាក់នៅក្នុងមួយឆ្នាំដំណាក់កាលទី 1 សូមបញ្ជាក់ថាប្រលានយន្តហោះអន្តរជាតិដេជោក្រុងតាខ្មៅមានទីតាំងស្ថិតនៅឃុំព្រែកស្លែងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលអាកាសយានដ្ឋាននេះក្រុមហ៊ុន Cambodia Airport Investment Co Ltd CAIC គឺជាក្រុមហ៊ុនចម្រុះបង្កើតរួមគ្នាដោយក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាក្នុងឆ្នាំ 2018 ក្រោមការណែនាំរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នភាពជាប្រធានប្រសិទ្ធភាពដើម្បីធ្វើការងារសាងសង់ប្រលានយន្តហោះភ្នំពេញថ្មីនេះប្រលានយន្តហោះថ្មីនេះសាងសង់ឡើងលើផ្ទៃដីជាង 2600 ហិកតានាងខ្ញុំលីលីពី I Love Cambodia Hot News TV